សួស្តីអ្នករាល់គ្នានៅថ្ងៃនេះគឺយើងនឹងសិក្សាបន្ថែមទៅលើការរៀនវេយ្យាករណ៍ភាសាអង់គ្លេសរបស់យើងដែលថ្ងៃនេះយើងសិក្សាទៅលើ present continuous tense ដែលយើងនិយាយថា present progressive ឬក៏យើងអាចហៅថា present continuous tense អូខេប្រែថាបច្ចុប្បន្នកាលកំពុងបន្តអញ្ចឹងយើងនឹងសិក្សាតើគ្នាថាតើបច្ចុប្បន្នកាលកំពុងបន្តហ្នឹងឲ្យវាខុសប្លែកអំពី present simple យ៉ាងដូចម្ដេចតោះឥឡូវយើងមើលទម្រង់ទាំងអស់គ្នាអញ្ចឹង present continuous tense ហ្នឹងគឺវាមាន form របស់វា to be plus verb plus ing ណាឥឡូវយើងកលេចមើលអូខេវាអានេះគឺជាទម្រង់ទូទៅគឺយើងត្រូវមានsubjects អក្សរ s នេះគឺតំណាងឲ្យ subjects plus am is are អញ្ចឹង am is are នេះគឺជា verb to be ដូចដែលយើងបានសរសេរខាងលើនេះអូខេអញ្ចឹង verb to be នៅក្នុង present គឺយើងចែកចេញជា3គឺមាន am is are plus verb គឺ verb ធម្មតាដែលយើងហៅថា infinitive verb without to កិរិយាសព្ទដើមដោយមិនមានពាក្យ to និងបូកជាមួយ ing អូខេអញ្ចឹងយើងឃើញបានឃើញទម្រង់ទាំងអស់គ្នាតោះអូខេ now let's have a look at examples អូខេនេះគឺជាទម្រង់ដែលយើងប្រើប្រាស់ជាមួយនឹង pronoun អញ្ចឹង I am plus verb plus ing អញ្ចឹងកាលណាដែលយើងប្រើ I គឺយើងប្រើជាមួយ am បូកជាមួយ verb បូក ing ណាឥឡូវយើងមើល example របស់វា I am speaking ខ្ញុំកំពុងនិយាយអញ្ចឹង I នេះគឺជា subjects ដែលយើងមាននៅត្រង់នេះ am នេះគឺជា verb to be ដែលយើងមាននៅត្រង់នេះបន្ទាប់មក speak កិរិយាសព្ទ speak នេះគឺមានន័យថានិយាយអញ្ចឹងនៅពេលដែលយើងចង់បង្កើតជា present continuous tense គឺយើងត្រូវថែម ing អូខេ ing ណា ing នេះគឺស្មើ ing អញ្ចឹង calling king speaking កំពុងនិយាយ I am speaking ខ្ញុំកំពុងនិយាយតោះឥឡូវយើងក៏លេខមើល form នៃទម្រង់ដែលយើងប្រើប្រាស់ជាមួយនឹង you we they ឬក៏យើងនិយាយថា plural អូខេ subject ដែលជា plural អញ្ចឹងយើងត្រូវប្រើជាមួយ verb to be are តោះមកយើង plus verb infinitive without to គឺ verb ធម្មតាហ្នឹងបន្ទាប់មកយើង plus ing អូខេគឺទម្រង់ដូចខាងលើដែរគ្រាន់តែត្រង់ចំណុចនេះយើងប្រើ are យើងប្រើ are នេះគឺដោយសារតែ subject pronoun you we they ដែលសុទ្ធសឹងតែជា plural អូខេ subject របស់យើងគឺសុទ្ធសឹងតែជា plural មានន័យថាប្រធានគឺជាពហុវចនៈអញ្ចឹងប្រើជាមួយ are plus verb plus ing តោះឥឡូវយើងកលេចមើលឧទាហរណ៍ you are drinking អ្នកកំពុងផឹកអញ្ចឹង you ជា subject are drink ជា verb plus ing អូខេដូចនៅខាងលើនេះអញ្ចឹង you are drinking អ្នកកំពុងផឹក we are eating ពួកយើងកំពុងតែហូប they are reading ពួកគេកំពុងសរសេរអូខេនេះគឺជា example របស់ present continuous tense ជាមួយនឹង you we they គេឥឡូវយើងក៏លេខមើលទម្រង់មួយទៀតគឺប្រើជាមួយ he she it ដែល he នឹងប្រែថាគាត់ she នឹងប្រែថានាង it ប្រែថាវាដែលយើងហៅថា third person singulars ឥឡូវយើងមើលបើសិនជា subjects នៃប្រយោគដែលជា third person singular គឺយើងត្រូវប្រើជាមួយ is plus verb plus ing អូខេ example he is working ឧទាហរណ៍គាត់កំពុងតែធ្វើការអញ្ចឹងយើង he នេះជា subjects is to be ដែលយើងមាននៅក្នុងទម្រង់របស់យើងនេះអូខេតមក verb នេះជា verb ហ្នឹងគឺកលែអក្សរ v យើងនេះហើយបន្តមកយើង plus ing នេះ ing នេះអញ្ចឹងប្រែថាគាត់កំពុងធ្វើការ she is singing នាងគឺកំពុងច្រៀងអញ្ចឹងពាក្យ sing មានន័យថាច្រៀង ging អញ្ចឹងយើងបូក ing singing កំពុងច្រៀង ing នេះគឺយើងត្រូវបូកជាមួយនឹងព្យញ្ជនៈចុងក្រោយឧទាហរណ៍ singing ជីស្មើ g inging singing it is walking វាកំពុងដើរអញ្ចឹងចំណុចដែលយើងបានបង្ហាញនេះគឺជាទម្រង់ present continuous tense ឬក៏យើងហៅសាមញ្ញថា present progressive ដែលជា positive sentences ដែលជាសុទ្ធសឹងតែជាប្រយោគស្របតើឥឡូវយើងក៏លេចមើលឧទាហរណ៍បន្ថែមរបស់យើងទៀតណាអូខេឥឡូវយើងមើលចំណុចនេះគេដាក់ some more sentences ប្រយោគបន្ថែមអំពីបច្ចុប្បន្នកាលកំពុងបន្ត
មានន័យប្រយោគបច្ចុប្បន្នកាលបន្តខ្លះទៀតដែលយើងត្រូវស្គាល់ I am playing football ខ្ញុំកំពុងតែលេងបាល់ទាត់ណាឥឡូវយើងមើល I ជា subject am ជា verb to be play ជា verb បន្តមកគឺយើងមាន ing អញ្ចឹងប្រែថាខ្ញុំកំពុងលេងគួររំលឹកថានៅក្នុង present continuous គឺយើងប្រែកំពុងជាប់ជានិច្ចមិនមែនប្រែថាខ្ញុំលេងឬខ្ញុំបានលេងទេគឺប្រែថាខ្ញុំកំពុងលេងអូខេឲ្យតែ present continuous ឬក៏ present progressive ហ្នឹងគេប្រែថាកំពុង I'm playing football ខ្ញុំកំពុងលេងបាល់ The passengers are waiting for bus អញ្ចឹង the passenger នេះគឺអ្នកដំណើរនេះច្រើនគ្នាជា plural អញ្ចឹង subject ជា plural កាលណាយើងប្រើជាមួយ verb to be គឺយើងត្រូវប្រើជាមួយនឹង are អញ្ចឹង the passenger are waiting for the bus មានន័យថាអ្នកដំណើរកំពុងរងចាំឃើញទេយើងប្រើថាកំពុងរងចាំឡានក្រុង We are learning Spanish ពួកយើងកំពុងរៀនភាសាអេស្ប៉ាញអញ្ចឹង we នឹងប្រែថាពួកយើង are learning មានន័យថាកំពុងរៀនណា learn ជា verb អញ្ចឹងបូក ing ដើម្បីជា present continuous អញ្ចឹង we are learning អូខេនេះជាទម្រង់ present continuous ហើយពួកយើងកំពុងតែរៀន Spanish គឺមានន័យថាភាសាអេស្ប៉ាញតើឥឡូវយើងមើលចំណុចត្រង់នេះ they are watching TV ពួកគេកំពុងតែមើលទូរទស្សន៍អញ្ចឹង they នេះជា subject ដែលជា plural subject we have to use with the plural verb are អញ្ចឹងហី watching TV ឥឡូវយើងមើលកន្លែងចំណុចត្រង់នេះពួកគេកំពុងតែមើលទូរទស្សន៍ He is smoking a cigarette he នេះជា subject ដែលជា third person singular ប្រតិបត្តិឯកវចនៈដូច្នេះយើងត្រូវប្រើជាមួយនឹង is he is smoking a cigarette គាត់កំពុងតែជក់បារី she ឥឡូវយើងមើលចំណុចត្រង់នេះ she is buying food នាងកំពុងតែឥឡូវយើងមើលចំណុចត្រង់នេះ she is buying food នាងកំពុងទិញអាហារអញ្ចឹង she ជា subject is ជា verb to be buy នេះទិញអញ្ចឹងឯងដែលយើងថា ing buying កំពុងទិញណាបើ she is buying food នាងកំពុងទិញអាហារ food ប្រែថាអាហារ it is running on the street វាកំពុងរត់នៅលើផ្លូវអញ្ចឹង it ជា subject is to be running ជា verb ប្រែថារត់យើងថា ing មក running កំពុងរត់អញ្ចឹងឯង it is running on the street វាកំពុងរត់នៅលើផ្លូវMy mother is cooking ម្ដាយរបស់ខ្ញុំកំពុងតែចម្អិនអាហារអូខេអញ្ចឹង my mother នេះគឺជា subject នៃប្រយោគដែលជា third person singular យើងនិយាយអំពីម្ដាយយើងអញ្ចឹងគាត់ជាបរិសុទ្ធទី3ឃើញទេតែម្ដាយមានតែម្នាក់ដោយសារអត់មាន is អញ្ចឹងប្រើជាមួយ is cooking មានន័យថាចម្អិនអាហារអញ្ចឹង my mother is cooking ម្ដាយខ្ញុំកំពុងចម្អិនអាហារ The students are sitting in the classroom អញ្ចឹងសិស្សទាំងឡាយកំពុងតែអង្គុយនៅក្នុងបន្ទប់រៀនThe student មានន័យថាសិស្សមានឯអញ្ចឹងមានន័យសិស្សច្រើនគ្នាអញ្ចឹង subject របស់វាគឺជា plural subject so we have to use with plural verb are អញ្ចឹង subject ជាពហុវចនៈអញ្ចឹងយើងត្រូវប្រើជាមួយ verb ដែលពហុវចនៈដែរគឺ are sit ជា verb ប្រែថាអង្គុយយើងថា ing ទៅជា sitting អញ្ចឹងមានន័យសិស្សកំពុងអង្គុយ in the classroom នៅក្នុងបន្ទប់រៀនអូខេ now let's have a look This is the negative form អូខេអញ្ចឹងតោះឥឡូវយើងកលេចមើលនេះគឺជាទម្រង់បដិសេធនៃប្រយោគ present continuous tense របស់យើងដើម្បីបង្កើតទម្រង់បដិសេធតើយើងត្រូវធ្វើម៉េចអូខេតោះអញ្ចឹងនេះគឺជាមេរៀនរបស់យើង to make negative we add not after am is are អញ្ចឹងដើម្បីបង្កើតប្រយោគបដិសេធនេះគឺយើងត្រូវបន្ថែមពាក្យ not នៅពីខាងក្រោយ am is are អូខេដើម្បីបង្កើតបដិសេធមានន័យថាប្រយោគបដិសេធនឹង negative នឹងគឺយើងបន្ថែមពាក្យ not នៅពីខាងក្រោយ am is are តោះឥឡូវយើងមើលទម្រង់របស់វាអញ្ចឹងយើងមាន subject plus am is are
ផ្លាប់ជិចបូកជាមួយ am is are ហើយយើងបន្ថែមពាក្យ not បន្តមកយើង plus verb ing ហើយចុចនេះគឺយើងដាក់អីបន្តទៀតក៏បានដែរឲ្យតែមានន័យនេះគឺជា form របស់វាតោះឥឡូវយើងមើលកន្លែងនេះជាចំណុចដែលយើងត្រូវប្រើជាមួយនឹង subject pronoun ជាមួយនឹងសព្វនាមប្រធានរបស់យើង example ឧទាហរណ៍ I am not plus verb plus ing អញ្ចឹងយើងមាន subject បូក am បូក not បូក verb បូក ing ទៅវាទៅជា present continue ហើយគ្រាន់តែថាវាជា present continue ដែលជា negative sentence ដែលជាប្រយោគបដិសេធតោះឥឡូវយើងកលេចមើល I am not speaking ខ្ញុំមិនអញ្ចឹងពាក្យ not នេះគឺប្រែថាមិន speaking កំពុងនិយាយណាបើសិនជាយើងលុប not នេះចេញមានន័យ I am speaking ខ្ញុំកំពុងនិយាយប៉ុន្តែដល់ពេលយើងដាក់ not នេះមកវាទៅជាប្រយោគបដិសេធមានន័យថាមិនកំពុងនិយាយអូខេ I am not speaking ខ្ញុំមិនកំពុងនិយាយនោះទេអូខេតោះឥឡូវយើងកលេចមើលតទៀត you we they យើងប្រើជាមួយ are អញ្ចឹងដើម្បីបង្កើតបានជា negative គឺយើងគ្រាន់តែថែមពាក្យ not plus verb infinitive without to ធម្មតា plus verb plus ing តើឥឡូវយើងកលេចមើល example you are not drinking wine អ្នកមិនកំពុងផឹកស្រានោះទេ you are not drinking wine អ្នកមិនកំពុងផឹកស្រានោះទេ we are not eating rice ពួកយើងមិនកំពុងញ៉ាំបាយនោះទេអូខេ they are not reading ពួកគេមិនកំពុងអានសៀវភៅនោះទេដូច្នេះនេះគឺជាទម្រង់ present progressive ដែលជាប្រភេទ negative sentences អញ្ចឹងនេះគឺជាទម្រង់បច្ចុប្បន្នកាលកំពុងបន្តរបស់យើងដែលសុទ្ធសឹងតែជាប្រយោគបដិសេធយើងគ្រាន់តែថែម not ពីក្រោយ am is are ទៅប្រយោគនឹងទៅជា negative បដិសេធណាអត់មានអីពិបាកទេបងប្អូនឥឡូវយើងកលេសមកខាងក្រោម he she it នៅពេលនេះគឺយើងមាន subject pronoun ដែលជា third person singular បរិបទទី3វចនៈអញ្ចឹងយើងត្រូវប្រើជាមួយ is ហើយយើង plus not plus verb ing អញ្ចឹង is បូកជាមួយ not ធម្មតាបូកជាមួយ verb ing អញ្ចឹងមកណា example ឧទាហរណ៍ he is not working គាត់មិនកំពុងធ្វើការនោះទេ she is not singing នាងមិនកំពុងច្រៀងនោះទេ it is not walking វាមិនកំពុងដើរនោះទេអូខេនៅត្រង់ចំណុចនេះសង្ឃឹមថាបងប្អូនយល់ណាជាការងារបំផុតដើម្បីបង្កើតបដិសេធយើងគ្រាន់តែបន្ថែមពាក្យ not នៅពីខាងក្រោយ verb to be am is are នឹងទៅគឺប្រយោគទាំងមូលរបស់យើងនឹងคล้ายទៅជា present progressive in negative form អូខេតោះឥឡូវយើងកលេចមើលទម្រង់នៃការសិក្សា present progressive ឬក៏យើងហៅថា present continuous tense របស់យើងតទៀតនៅក្នុងពេលនេះគឺយើងសិក្សាទៅលើ questions មានន័យថាប្រយោគសំណួរណាអញ្ចឹងដើម្បីបង្កើតប្រយោគ question យើងធ្វើម៉េចអូខេ to make question we put am is are before subject អញ្ចឹងដើម្បីបង្កើតប្រយោគសំណួរនេះគឺយើងត្រូវដាក់ am is are ហ្នឹងពីខាងមុខប្រធានអញ្ចឹងមានន័យថាយើងត្រូវលើក am is are ដាក់មុខប្រធានវិញតែឥឡូវយើងកលេចមើលប្រយោគខាងក្រោម Okay now let's have a look at the sentence am I doing my work តើខ្ញុំកំពុងធ្វើការងាររបស់ខ្ញុំឬឥឡូវយើងមើល is ណា he she it អញ្ចឹងយើងត្រូវប្រើជាមួយ is អញ្ចឹងយើងលើក is ដាក់ខាងដើមដាក់ខាងមុខវាណាអញ្ចឹងទៅជាពាក្យថា is he playing football តើគាត់កំពុងលេងបាល់ទាត់ឬ is she sitting on the table តើនាងកំពុងតែអង្គុយនៅលើតុឬ is it looking at me តើវាកំពុងតែកលេចមើលខ្ញុំឬដូច្នេះនៅពេលដែលយើងលើក is ដែលដាក់ខាងមុខប្រយោគ present progressive ឬក៏ present continue របស់យើងនឹងคล้ายទៅជាប្រយោគសំណួរអូខេតោះឥឡូវយើងបន្តទៀតឥឡូវយើងមើល subject របស់យើងគឺមាន you we they you are we are they are ប៉ុន្តែដោយសារតែជាប្រយោគសំណួរយើងត្រូវលើក are នេះទៅដាក់នៅខាង
មុខប្រធានអញ្ចឹង we put are before the subject okay now we read together are you smoking a cigarette តើអ្នកកំពុងជក់បារីឬ are we staying at the hotel តើពួកយើងកំពុងតែស្នាក់នៅឯសន្តាគារឬ are they dancing តើពួកគេកំពុងរាំឬដូច្នេះសង្ឃឹមថាបងប្អូននឹងយល់ I hope you understand this point អញ្ចឹងនៅត្រង់ចំណុចនេះគឺយើងសិក្សាបន្ថែមទៅលើ some questions and answers ទៅលើសំណួរនិងចម្លើយ present progressive ឬក៏ present continue របស់យើងសួរថាតើវាមានលក្ខណៈដូចម្ដេចតោះឥឡូវយើងសិក្សាទាំងអស់គ្នាតើឥឡូវខ្ញុំមានសំណួរ Are you singing យើងឃើញទេកាលណាក្នុងប្រយោគសំណួរ are គឺវាមកនៅពីខាងមុខ subjects អូខេកាលពីមុន you are វានៅខាងក្រោយyou នេះឥឡូវវានៅខាងមុខ you ដោយសារប្រយោគយើងគឺជាប្រយោគសំណួរយើងឃើញ question mark កន្លែងនេះឃើញទេ Are you singing តើអ្នកកំពុងតែច្រៀងឬចម្លើយ No I am not ទេខ្ញុំមិនកំពុងច្រៀងនោះទេឥឡូវយើងកលេចមើលបើសិនជាសំណួរចាប់ផ្ដើមដោយ verb to be យើងឆ្លើយ verb to be មកវិញណាអញ្ចឹង am ជា verb to be are ជា verb to be អូខេ Are you singing អ្នកកំពុងច្រៀងឬ No I am not ទេខ្ញុំមិនកំពុងច្រៀងនោះទេ Is she reading Is she reading តើនាងកំពុងតែអានសៀវភៅឬនាងកំពុងតែអានឬ Yes she is Yes she is បាទឬចាស់នាងកំពុងនាងគឺនឹងមានន័យថានាងកំពុងតែអានណាអញ្ចឹងនៅក្នុងចម្លើយគឺយើងមានចម្លើយខ្លីរបស់យើងមិនចាំបាច់ឆ្លើយថា Yes she is reading បាទនាងកំពុងតែអាននោះទេដោយសារតែសំណួរគេសួរខាងលើហើយថាតើនាងកំពុងអានអត់បើយើងនិយាយក្នុងភាសាខ្មែរបាទនាងកំពុងមានន័យនាងកំពុងអានអញ្ចឹងហីគួរកត់ចំណាំបើសិនជាសំណួរ verb to be is ចម្លើយគឺត្រូវមាន is មកវិញណាអត់មាន do does អីមកឆ្លើយទេគឺវាខុសគេតោះឥឡូវយើងកលេចមើល Are you studying តើអ្នកកំពុងសិក្សាឬ Are they studying តើពួកគេកំពុងសិក្សាឬ No they aren't No they aren't ទេពួកគេមិនកំពុងសិក្សានោះទេអូខេទោះបីជាប្រយោគចម្លើយរបស់យើងស្របឬបដិសេធក៏ដោយគឺយើងចាំបាច់ត្រូវតែយក to be ដែលគេសួរនៅក្នុងសំណួរយកមកឆ្លើយវិញកន្លែងនេះគេប្រើ are you គឺគេប្រើ are ពេលចម្លើយរបស់យើង no they are not ប៉ុន្តែដោយសារទម្រង់កាត់ទៅជា are អញ្ចឹងកន្លែងនេះ are កន្លែងនេះ are អូខេតោះឥឡូវយើងកន្លែងមើលទៀត is he riding a horse Is he riding a horse តើគាត់កំពុងជិះសេះឬ No he isn't No he isn't ទេគាត់មិនកំពុងជិះនោះទេឥឡូវយើងមើលត្រង់ចំណុចនេះគឺសំណួរចាប់ផ្ដើមដោយ is អញ្ចឹងចម្លើយគឺយើងត្រូវយក is មកឆ្លើយវិញណាមិនអាចយក No he doesn't ទេគាត់មិនកំពុងនោះទេអញ្ចឹងយើងមិនអាចយក doesn't យកអីមកដាក់ឬក៏ do បាននោះទេដោយសារតែសំណួរគេចាប់ផ្ដើមដោយ to be ចម្លើយត្រូវទៅ to be មកវិញអូខេ Okay now we have a look Are you driving តើអ្នកកំពុងតែបើកបរឬ Are you driving តើអ្នកកំពុងតែបើកបរឬចម្លើយ answer No I am not No I am not ទេខ្ញុំមិនកំពុងបើកបរនោះទេអូខេអញ្ចឹង are to be am ក៏ to be ដែរកន្លែងនេះប្រើ are កន្លែងនេះប្រើ am ដោយសារតែកន្លែងនេះគឺ you នេះគឺវាទាមទារ verb to be are បើសិនជាចម្លើយយើងប្រើ I វាត្រូវប្រើជាមួយ am មិនអាច are មកវិញបាននោះទេប៉ុន្តែគឺ am ហើយនឹង are នេះគឺជា verb to be ដូចគ្នាណាគ្រាន់តែវាជាប្រធានខុសគ្នាវាប្រើមួយ are មួយ am អូខេសង្ឃឹមថាបងប្អូនយល់ត្រង់ចំណុចនេះតោះឥឡូវយើងកលេចមើលទៀត Is it climbing the tree Is it climbing the tree តើវាកំពុងតែឡើងដើមឈើឬអញ្ចឹងពាក្យ climb គឺមានន័យថាឡើងណា climb ឡើងដល់ពេលយើងបូក ing ទៅ climbing Is it climbing តើវាកំពុងឡើងវាជា present continuous tense in questions វាជាប្រភេទប្រយោគ present continuous នៅក្នុងប្រភេទប្រយោគសំណួរឥឡូវយើងកលេចមើល Is it climbing the tree តើវាកំពុងឡើងដើមឈើឬ Yes it is បាទវាកំពុងឡើងឃើញទេ
កន្លែងត្រង់នេះគេប្រើ is ចម្លើយយក is មកវិញណាកន្លែងណាប្រធាន it យក it មកវិញមកអូខេតឥឡូវយើងតទៀត are you working now are you working now តើអ្នកកំពុងតែធ្វើការឬឥឡូវនេះអូខេចម្លើយ no I am not no I am not ទេខ្ញុំមិនកំពុងធ្វើការនោះទេ is your father staying at home is your father staying at home តើឪពុករបស់អ្នកកំពុងស្នាក់នៅផ្ទះឬអញ្ចឹងពាក្យថាឪពុកគឺជា subject ណាឪពុករបស់អ្នកជាបរិបទទី3ឯកវចនៈដោយសារតែយើងនិយាយពីឪពុកយើងដូច្នេះយើងជានិយាយបរិបទទី1អ្នកស្ដាប់បរិបទទី2ហើយឪពុករបស់យើងដែលត្រូវយើងនិយាយដើមជាបរិបទទី3អញ្ចឹងកាលណាបរិបទទី3អត់មានឯងអញ្ចឹងគឺមានឯកវចនៈមានតែមួយអញ្ចឹងប្រើជាមួយ is វាស្មើនឹង he ណា is your father staying at home តើឪពុករបស់អ្នកកំពុងតែនៅផ្ទះឬ yes he is បាទគាត់កំពុងនៅផ្ទះ Okay so in this point I hope you understand it clearly okay តោះឥឡូវសង្ឃឹមថាបងប្អូនទាំងអស់គ្នាយល់ពីចំណុចនេះច្បាស់លាស់ណាបើសិនជាមានចំណុចណាមិនយល់គឺយើងចាក់សារមើលឡើងវិញទៅបងប្អូននឹងយល់អូខេប៉ុន្តែខ្ញុំសូមរំលឹកថាបើសិនជាសំណួរនៅក្នុងប្រយោគ present continuous tense ហ្នឹងគឺសុទ្ធសឹងតែ to be មាន am is are ហ្នឹងពេលដែលយើងត្រូវឆ្លើយគឺយើងត្រូវយក am is are ហ្នឹងមកឆ្លើយវិញណាអត់អាចយកកិរិយាសព្ទមួយណាដែលខុសអំពី to be នោះទេអូខេតោះឥឡូវយើងចំណុចបន្តគឺយើងសិក្សាទៅលើរបៀបបន្ថែម ing នៅក្នុង present continuous tense ដែលក្នុងភាសាអង់គ្លេសគេហៅថា how to add ing in present continuous tense អូខេរបៀបបន្ថែម ing អញ្ចឹងពាក្យថា how នឹងប្រែរបៀប add ហ្នឹងគឺបន្ថែម ing in present continuous tense នៅក្នុង present continuous tense តោះឥឡូវយើងកលេចមើលទាំងអស់គ្នាថាតើយើងត្រូវធ្វើម៉េចដើម្បីបន្ថែម ing ហើយវាមានលក្ខណៈខុសពីធម្មតាដូចម្លេចតោះឥឡូវយើងកលេចមើលទាំងអស់គ្នា most verb we add ing most នឹងមានន័យថាភាគច្រើន most verb we add ing កិរិយាសព្ទភាគច្រើនបំផុតគឺយើងបន្ថែម ing បន្ថែម ing នេះនិយាយសាមញ្ញថា ing ប៉ុន្តែ ing នេះគឺស្មើនឹង ing តើឥឡូវយើងមើល example work នេះគឺធ្វើការ working កំពុងធ្វើការអញ្ចឹងហីប៉ុន្តែកិរិយាសព្ទបូក ing មិនមែនមានន័យសុទ្ធតែ present continuous tense ឬក៏ present progressive នេះទាំងអស់នោះទេមិនមែនឲ្យតែឃើញ verb បូក ing ប្រែថាកំពុងទាំងអស់នោះទេណា verb បូក ing ក៏អាចជា noun ដែរដែលគេហៅថា noun juran ប៉ុន្តែយើងអត់ទាន់បានរៀនទេក្នុងមេរៀននេះគឺយើងប្រែផ្ដោតសំខាន់ទៅលើ present continuous tense ដូច្នេះអ្វីដែលខ្ញុំបានប្រែនៅចំណុចត្រង់នេះគឺជាកាលមួយដែលស្ថិតក្នុង present continuous tense working កំពុងតែធ្វើការ eat hope ណាអញ្ចឹងដើម្បីបានពាក្យថាកំពុង hope គឺយើងត្រូវយក eat នេះបូកជាមួយ ing គេមកណាមានន័យកំពុង hope drink មានន័យថាផឹកអញ្ចឹងបើសិនបងប្អូនចង់ពាក្យថាកំពុងផឹក drink យើងយកពាក្យ drink បូកមួយ ing មកdrink បញ្ចប់ដោយអក្សរ k ing king អញ្ចឹងហ៎ drinking កំពុងផឹក speak ប្រែថានិយាយ speaking នេះប្រែថាកំពុងនិយាយwalk ដើរ walking កំពុងដើរ read នេះគឺអាន reading មានន័យថាកំពុងអាន go នេះទៅ going មានន័យថាកំពុងទៅ watch ប្រែថាមើលទូរទស្សន៍មើលការប្រកួតបាល់ទាត់មើលអីផ្សេងណាបើសិនជាបងប្អូនចង់ថែម ing គឺ watching មានន័យកំពុងមើលអូខេដូច្នេះសង្ឃឹមថាបងប្អូនយល់អំពីរបៀបនៃការបន្ថែម ing ដោយកិរិយាសព្ទភាគច្រើនគឺយើងបន្ថែម ing យកតែម្ដងប៉ុន្តែវាមានករណីលើកលែងមួយចំនួនតើឥឡូវយើងកលេចមើលករណីលើកលែងខ្លះអូខេតើឥឡូវយើងសិក្សាទៅលើចំណុចពិសេសនៃការបន្ថែម ing របស់យើងបន្ត if verbs បើសិនជាកិរិយាសព្ទទាំងឡាយ end with a consonant បញ្ចប់ទៅដោយនឹង is verb end with a consonant បើសិនជាកិរិយាសព្ទទាំងឡាយហ្នឹងបញ្ចប់ទៅដោយព្យញ្ជនៈ plus e ព្យញ្ជនៈឲ្យមានបូក e នៅខាងចុងណា we delete e យើង delete e delete នេះមានន័យថាលុបយើងលុបអក្សរ e នឹងចោល and add ing ហើយបន្តមកគឺយើងបន្ថែម ing ឲ្យវាណាសរុបមកវិញ
បើសិនជាកិរិយាសព្ទទាំងឡាយណាដែលមាន e នៅខាងចុងហើយនៅខាងមុខ e នេះគឺជា consonant គឺជាព្យញ្ជនៈដែលមិនមែនជាស្រៈអញ្ចឹងយើងត្រូវលុប e ចោលណាយើងត្រូវលុប e នឹងចោលមុននឹងយើងថាបាន g ត example ឧទាហរណ៍នេះគឺជាចំណុចដែលផ្ដោតសំខាន់ consonant បូកជាមួយ e plus ing យើងត្រូវលុប e នេះចោលឃើញទេគឺយើងត្រូវលុប e ចោលបន្តមកយើងថែម ing example live ប្រែថារស់នៅអញ្ចឹងយើងចង់បានពាក្យថាយើងចង់បូក ing ឲ្យវាអញ្ចឹងយើងមើលខាងមុខ e នេះគឺជាអក្សរ v នេះជា consonant នេះជា consonant ណា consonant នឹងប្រែខ្មែរយើងថាជាព្យញ្ជនៈអញ្ចឹងមុននឹងយើងថែម ing នេះយើងត្រូវលុប e នឹងចោលអញ្ចឹងយើងឃើញកន្លែងនេះ living ណា living នេះគឺយើងអត់មាន e ទៀតទេយើងលុប e ចោលសល់តែ v ណាបងប្អូនយល់កន្លែងនេះច្បាស់មែនតើណាកុំឲ្យដល់ពេលយើងរៀនហើយយើងអត់ចេះអីអូខេអញ្ចឹង living smoke ប្រែថាជក់ណាបងប្អូនឃើញ smoke ជក់ចប់ដល់អក្សរ e ទៀតហើយខាងមុខ e នេះជាអក្សរ k នេះគឺជា consonant ដែលភាសាខ្មែរហៅថាព្យញ្ជនៈអញ្ចឹងយើងត្រូវលុប e នេះចោលបន្ទាប់មកគឺយើងបូក ing វា smoking កំពុងជក់ live នេះប្រែថាចាក់ចេញចាក់ចោលណាអញ្ចឹងនៅខាងមុខពាក្យ live នេះគឺអក្សរ v ជាព្យញ្ជនៈទៀតហើយអញ្ចឹងមុនយើងថា ing យើងត្រូវលុប e ចោល living អូខេមានន័យកំពុងចាក់ចេញអញ្ចឹងទៅណានេះគឺជាការបកប្រែខ្មែរតោះទៀតខំមកដល់ពេលយើងមិនថា ing គឺយើងត្រូវលុប e ចោលដោយសារតែមុខ e នេះគឺជាព្យញ្ជនៈជា consonant អញ្ចឹង coming មានន័យកំពុងមក bake នេះដុតឧទាហរណ៍ដុតនំដុតត្រីដុតអីក៏បានដែរអញ្ចឹងវាបញ្ចប់ដល់អក្សរ e ទៀតហើយអញ្ចឹងនៅពេលដែលយើងចង់ថា ing គឺត្រូវលុប e នេះចោល baking អញ្ចឹងនៅសល់តែអក្សរ k អញ្ចឹង king ណា baking មានន័យកំពុងដុតអញ្ចឹងទៅណា make នេះគឺចាប់ដើមបញ្ចប់ដល់អក្សរ e ទៀតហើយអញ្ចឹងមុននឹងយើងថា ing គឺយើងត្រូវលុប e ចោលដោយសារមុខ e នេះជាព្យញ្ជនៈណាអញ្ចឹង making កំពុងធ្វើ rape ហ្នឹងប្រែថារំលោភចាប់រំលោភអីផ្សេងហ្នឹងអញ្ចឹងចាប់ដល់អក្សរ e អញ្ចឹងមុននឹងយើងថា ing យើងលុប e នឹងចោលណាអញ្ចឹង raping ហ្នឹងមានន័យកំពុងរំលោភអីអញ្ចឹងទៅណាហើយមួយទៀតគឺ increase នេះជា verb ប្រែថាកើនឡើងដែលច្រើនជាងមុនណាកើនឡើងឬក៏កើតមានច្រើនជាងមុន increase អញ្ចឹងវាចាប់ដល់អក្សរ e មុខ e នេះជា s នេះគឺជា consonant ព្យញ្ជនៈ increasing អញ្ចឹងយើងលុប e ចោលបងប្អូនឃើញទេអូខេសង្ឃឹមថាបងប្អូនយល់ត្រង់ចំណុចនេះអូខេ how to add ing is a verb end with consonant plus e we have to delete e after that we have to put ing okay I hope you understand this point okay now let's have a look at another point តោះឥឡូវយើងកលេចមួយចំណុចនៃការរៀនរបស់យើងមួយទៀត some verb that end with e double e okay អញ្ចឹងកិរិយាសព្ទខ្លះដែលបញ្ចប់ទៅដោយអក្សរ e ពីរដងដែលនិយាយភាសាខ្មែរថា e ពីរដងជាប់គ្នាណាអង់គ្លេសហៅ double e អញ្ចឹងណា some verbs that end with double e we add ing អញ្ចឹងកិរិយាសព្ទខ្លះដែលបញ្ចប់ទៅដោយអក្សរ e ពីរដងអញ្ចឹងគឺយើងបន្ថែម ing យកតែម្ដងណាបងប្អូនយើងអត់មានលុប e ចោលទៀតទេកាលពីមុនយើងលុប e ចោលដោយសារតែ e តែមួយហើយមុខ e ជាព្យញ្ជនៈបានយើងអាចលុបបានប៉ុន្តែចំណុចដែលពិសេសនៅពេលនេះគឺ e ពីរជាប់គ្នាអញ្ចឹងយើងអត់លុបទេគឺយើងថា ing យកណា example ឧទាហរណ៍ c នេះឃើញ seeing អញ្ចឹងយើងថា ing មកណា seeing អូខេយើងអត់មានលុប e ចោលទៀតទេដោយសារ e ពីរដងជាប់គ្នាគេណា double e agree នេះយល់ព្រមតាមអញ្ចឹង agreeing យើងអត់មានលុប e ទៀតទេដោយសារវាមាន e ពីរជាប់គ្នាណា free នេះមានន័យដោះលែងណាម្នាក់ឲ្យមានសេរីភាពអញ្ចឹងដោយសារ e ពីរដងជាប់គ្នាអញ្ចឹង freeing អញ្ចឹងយើងថា ing មក verb end with ie we change ie to y plus ing នេះគឺជាចំណុចដែលសំខាន់មួយទៀតដែលបងប្អូនទាំងអស់គួរតែកត់សម្គាល់ជាពិសេសគឺសម្រាប់អ្នករៀនភាសាអង់គ្លេសដើម្បីចេះវេយ្យាករណ៍ឲ្យកាន់តែច្បាស់ណាបើសិនជា verb នេះគេថា verb ដែលបញ្ចប់ទៅដល់អក្សរ ie យើងត្រូវបដូរ ie នឹងចោលបដូរវាទៅជាអក្សរ y បន្ទាប់មកសំយើងបូកជាមួយនឹង ing ណាយើងត្រូវបដូរ ie នេះចោលទៅយើងបដូរវាទៅជាអក្សរ y បន្ទាប់មកគឺយើងបូក ing
example die die នេះគឺវាបញ្ចប់ទៅដល់អក្សរ ie អញ្ចឹងមុននឹងយើងធ្វើ ing យើងត្រូវបដូរពាក្យ ie នេះទៅជាអក្សរ y បងប្អូនឃើញទេណាអញ្ចឹង dying dying die dying die នេះស្លាប់ណា lie lie នេះមានន័យថានិយាយកុហកណាឬក៏ដេកសំដិលឬក៏ដេកអីផ្សេងហ្នឹង lied lie ដល់ពេលយើងទៅជា present continuous ឬថា ing គឺ lying យើងលុបie នេះចេញទៅជា y បន្ទាប់មកយើងថា ing វាណា tie tie ហ្នឹងគឺមានន័យថាចងណាចងយកខ្សែចងឲ្យមួយហ្នឹងអង់គ្លេសថា tie អញ្ចឹងវាបញ្ចប់ដល់អក្សរ ie មុននឹងបងប្អូនបដូរវាថា ing បងប្អូនត្រូវតែបដូរ ie នេះទៅជា y សិនបន្ទាប់មកយើងថា ing វាអញ្ចឹង tying tying អូខេសឹងថាបងប្អូនយល់ត្រង់ចំណុចនេះណាឥឡូវយើងក៏លេខមើលចំណុចយើងជាបន្តទៀត with verb that end with one vowel one consonant we double the consonant plus ing អញ្ចឹងចំណុចនេះគេចង់និយាយថាជាមួយនឹងកិរិយាសព្ទដែលបញ្ចប់ទៅដោយស្រៈមួយ one consonant ព្យញ្ជនៈមួយនៅខាងចុងយើងបន្ថែមព្យញ្ជនៈដែលនៅខាងចុងនេះ2ដងទៅយើងបូក ing ណាឥឡូវយើងមើលឧទាហរណ៍ plan នេះមានន័យថារៀបគម្រោងឬធ្វើគម្រោងឥឡូវយើងក៏លេខមើលនៅខាងចុងពាក្យ plan នេះគឺវាមានអក្សរ n នេះគឺជា consonant គឺជាព្យញ្ជនៈបន្តមកគឺយើងមាន a នេះគឺជា vowel គឺជាស្រៈបន្តមកទៀតគឺយើងមានអក្សរ l នឹងគឺជា consonant គឺជាព្យញ្ជនៈអញ្ចឹងយើងមើលខាងចុងនៃកិរិយាសព្ទនេះគឺព្យញ្ជនៈមួយស្រៈមួយព្យញ្ជនៈមួយមានន័យថាព្យញ្ជនៈអមស្រៈមួយនៅកណ្ដាលមុននឹងបងប្អូនថា ing បងប្អូនត្រូវតែដាក់អក្សរចុងក្រោយនេះមួយទៀតទៅយើងថា ing បានណា plan នេះមានន័យគម្រោងការ planning នេះមានន័យកំពុងរៀបគម្រោងការបងប្អូនឃើញទេនេះអក្សរ n នេះឡើងដល់2ហើយណា sit នឹងប្រែថាអង្គុយណាបងប្អូនឃើញចំណុចនេះ sit ប្រែថាអង្គុយឥឡូវយើងមើលត្រង់ចំណុចនេះគឺព្យញ្ជនៈអមស្រៈមួយនៅកណ្ដាលមានព្យញ្ជនៈ2អមស្រៈមួយនៅកណ្ដាលណា sitting ព្យញ្ជនៈអមស្រៈមួយនៅកណ្ដាលអញ្ចឹងមុននឹងយើងថា ing គឺយើងត្រូវដាក់បអក្សរចុងក្រោយនេះអក្សរ t នេះយើងដាក់វា2ទៅណាបន្ទាប់មកគឺយើងថា ing វា sitting អង្គុយកំពុងអង្គុយអញ្ចឹងទៅណា swim ប្រែថាហែលទឹកឥឡូវយើងមើលអក្សរចុងក្រោយនៃកិរិយាសព្ទ swim គឺមានអក្សរ m អក្សរ i អក្សរ w អញ្ចឹង m ជាព្យញ្ជនៈ i ស្រៈព្យញ្ជនៈអញ្ចឹងព្យញ្ជនៈ2អមស្រៈមួយនៅកណ្ដាលអញ្ចឹងមុននឹងយើងថា ing គឺយើងត្រូវដាក់អក្សរចុងក្រោយនឹងមួយទៀតអញ្ចឹងយើង double អក្សរ m នឹងមកណាឃើញមានអក្សរ m 2នេះ swimming កំពុងហែលទឹកណាអញ្ចឹងអក្សរ m របស់យើងឡើងដល់2អូខេ hit ហ្នឹងគឺវាឥឡូវយើងមើលនេះពាក្យ hit នេះគឺមានអក្សរ t អក្សរ i និងអក្សរ h t ជាព្យញ្ជនៈ i ជាស្រៈ h ជាព្យញ្ជនៈអញ្ចឹងព្យញ្ជនៈ2អមស្រៈ1នៅកណ្ដាលអញ្ចឹងមុននឹងយើងថែម ing គឺយើងត្រូវថែមព្យញ្ជនៈចុងក្រោយមួយទៀតថែមអក្សរ t នឹងមួយទៀតនេះ hitting នេះមានន័យកំពុងវាអញ្ចឹងទៅណាកំពុងបុកអញ្ចឹងទៅអូខេឥឡូវយើងមើលចំណុចទី dig នឹងប្រែថាជីកណាជីកដីជីកអីផ្សេងហ្នឹងអញ្ចឹងព្យញ្ជនៈ2អមស្រៈមួយនៅកណ្ដាលទៀតអញ្ចឹងមុននឹងយើងថា ing គឺបងប្អូនត្រូវបន្ថែមអក្សរ g ចុងក្រោយនេះមួយទៀតណាអញ្ចឹងយើងឡើងអក្សរ g បាន2អញ្ចឹង digging កំពុងជីកណាសង្ឃឹមបងប្អូនយល់ run នេះគឺរត់ running កំពុងរត់អូខេអញ្ចឹងព្យញ្ជនៈ1អមស្រៈមួយនៅកណ្ដាលឃើញទេ rob គឺប្លន់ណាឥឡូវយើងបានពាក្យ robbing អូខេ robbing កំពុងប្លន់ណា b ព្យញ្ជនៈ o ស្រៈ o ជាព្យញ្ជនៈអមស្រៈមួយនៅកណ្ដាលណា robbing អូខេប្លន់កំពុងប្លន់ shop មានន័យថាទិញអីវ៉ាន់បងប្អូនឃើញទេ shop នេះគឺវាបញ្ចប់ទៅដល់អក្សរ p ព្យញ្ជនៈ o ស្រៈ h ជាព្យញ្ជនៈអញ្ចឹងព្យញ្ជនៈ2អមស្រៈមួយនៅកណ្ដាលទៀតហើយមុននឹងយើងថា ing គឺយើងត្រូវ double អក្សរចុងក្រោយនេះណាគឺយើងបន្ថែមអក្សរចុងក្រោយមួយទៀតចាំយើងថា ing shopping កំពុងទិញអីវ៉ាន់អូខេអញ្ចឹងសង្ឃឹមថាបងប្អូនយល់ត្រង់ចំណុចនេះខ្ញុំសូមសង្ខេបឡើងវិញមុននឹងបន្ថែម ing
យើងត្រូវកលេចមើលអក្សរចុងក្រោយនៃកិរិយាសព្ទនឹងបើសិនជាកិរិយាសព្ទនឹងមានអក្សរចុងក្រោយព្យញ្ជនៈមួយស្រៈមួយព្យញ្ជនៈមួយមានន័យថាព្យញ្ជនៈអមស្រៈមួយនៅកណ្ដាលគឺយើងត្រូវdoubleអក្សរចុងក្រោយនឹងមួយទៀតមុននឹងthêm ing អូខេតោះឥឡូវយើងកលេចមើលចំណុចពិសេសមួយទៀតនៅក្នុងមេរៀនរបស់យើងណាឥឡូវយើងមើល some verb that end with one vowel one consonant we don't double consonants we just add ing អញ្ចឹងនេះគឺជាចំណុចពិសេសមែនទែនហើយកាលពីមុនយើងថាព្យញ្ជនៈពីរអមស្រៈមួយនៅកណ្ដាលយើងថា ing ប៉ុន្តែដល់ចំណុចនេះគេថាកិរិយាសព្ទខ្លះមិនទាំងអស់ទេខ្លះណាដែលបញ្ចប់ n នេះបញ្ចប់ជាមួយនឹងព្យញ្ជនៈជាមួយនឹងស្រៈមួយព្យញ្ជនៈមួយគឺយើងមិនបន្ថែមអក្សរចុងក្រោយមួយទៀតនោះទេយើងគ្រាន់តែថា ing វាណាឧទាហរណ៍ឥឡូវយើងកលេចមើលត្រង់នេះ play នឹងគឺមានន័យថាលេងណា play មានន័យថាលេង play នេះវាមាន y នេះគឺជាព្យញ្ជនៈណា y នេះជាព្យញ្ជនៈ a នេះគឺជាស្រៈ l នេះគឺជាព្យញ្ជនៈអញ្ចឹងយើងចង់បានពាក្យថាកំពុងលេងគឺយើងបន្ថែមពាក្យ playing យកតែម្ដងអូខេអញ្ចឹងយើងអត់មានបន្ថែមអក្សរ y ពីរដងទេនេះគឺជាករណីពិសេសណាយើងត្រូវចាំទាំងអស់គ្នាមិនអោយតែយើងកលេចឃើញដាក់ប៉ុបយើងអត់មើលកន្លែងចំណុចពិសេសហ្នឹងគឺយើងធ្វើលំហាត់ខុសហើយធម្មតាលំហាត់គឺវាមានល្បិចដែលគេដាក់ឲ្យមកយើងបើសិនជាសិស្សនឹងពូកែឬក៏សិស្សនឹងអានច្រើនមើលច្រើនរៀនច្រើនគឺដឹងពីចំណុចពិសេសហ្នឹងគឺយើងអាចធ្វើត្រូវ 100% ទេតើលើមើលនេះ snow ហ្នឹងគឺព្រិលណា snow ព្រិលអញ្ចឹងបើជា verb អញ្ចឹងប្រែថាធ្លាក់ព្រិលW គឺជាព្យញ្ជនៈ O គឺជាស្រៈ N គឺជាព្យញ្ជនៈអញ្ចឹងវាចូលករណីពិសេសដែលយើងបាននិយាយមិញហ្នឹងព្យញ្ជនៈអមស្រៈមួយនៅកណ្ដាលមុននឹងយើងថែម ing គឺយើងត្រូវថែមអក្សរចុងក្រោយមួយទៀតប៉ុន្តែពាក្យ snow នេះគឺយើងអត់មានថែមអក្សរចុងក្រោយមួយទៀតនោះទេអូខេសង្ឃឹមថាបងប្អូនយល់យើងថែម ing យកតែម្ដងណាអញ្ចឹង snowing កំពុងធ្លាក់ព្រិលអញ្ចឹងបងប្អូនគួរតែកត់សម្គាល់គ្រប់កិរិយាសព្ទភាគច្រើនដែលបញ្ចប់ទៅដោយនេះដែលបញ្ចប់ទៅដោយ OW នេះណាទោះបីជាវានៅខាងចុងនឹងព្យញ្ជនៈពីរអមស្រៈមួយអញ្ចឹងក៏ដោយក៏គេមិនបន្ថែម W មួយទៀតទេអូខេបងប្អូនត្រូវយល់នឹងត្រូវចំណាំអានេះគេហៅថាដែលភាសាអង់គ្លេសគេហៅ learn by heart រៀនដោយចំណាំណាចំណុចនេះគឺលក្ខណៈពិសេសជាងគេហើយទាំងខ្ញុំទាំងគេចំណាំទាំងអស់ណាចំណាំទាំងអស់គ្នាអញ្ចឹងកិរិយាសព្ទនេះគឺអត់បន្ថែមអក្សរចុងក្រោយមួយទៀតទេ visit នឹងប្រែថាទស្សនាយើងឃើញមានព្យញ្ជនៈពីរអមស្រៈមួយនៅកណ្ដាលបងប្អូនយើងឃើញមានទេអញ្ចឹងវាចូលចំណុចមុនប៉ុន្តែយើងអត់មានបន្ថែមអក្សរចុងក្រោយទេគឺយើងថែម ing យក visiting កំពុងទស្សនាអូខេអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺចំណាំអូខេហើយយើងមើលមួយទៀត listen នេះគឺមានន័យថាស្ដាប់អញ្ចឹង listen គឺបញ្ចប់ដោយព្យញ្ជនៈមួយស្រៈមួយព្យញ្ជនៈមួយព្យញ្ជនៈអមស្រៈមួយនៅកណ្ដាលមុននឹងយើងថែមយើងត្រូវដាក់បអក្សរចុងក្រោយមួយទៀតបានយើងដាក់ ing ប៉ុន្តែកិរិយាសព្ទនេះគឺលើកលែងអូខេ exception អញ្ចឹង listening យើងអត់មានថែមអក្សរ n មួយទៀតទេអ្វីដែលបងប្អូនត្រូវធ្វើគឺចំណាំអូខេចំណាំទៀតហើយ remember មានន័យថាចងចាំណាអញ្ចឹងចងចាំបើសិនជាបងប្អូនកលេចមើលត្រង់នេះគឺព្យញ្ជនៈ អ នេះព្យញ្ជនៈ e ស្រៈ b នេះព្យញ្ជនៈពីរអមស្រៈមួយនៅកណ្ដាលទៀតហើយយើងត្រូវដាក់បអក្សរចុងក្រោយបើតាមក្បួនដែលយើងរៀនប៉ុន្តែកិរិយាសព្ទនេះគឺយើងលើកលែងទៀតហើយ remembering ការចងចាំឥឡូវដូច្នេះអ្វីដែលខ្ញុំបានសរសេរនៅខាងលើនេះមាន play មាន snow មាន visit listen ជាពិសេសគឺកិរិយាសព្ទមួយចំនួនដែលបញ្ចប់ទៅដល់អក្សរ OW ណា OW គឺយើងមិនបន្ថែម ing ទេជាពិសេសគឺកិរិយាសព្ទទាំង4ដែលខ្ញុំបានសរសេរនៅក្នុងមេរៀននេះបងប្អូនត្រូវចំណាំទាំង4ទាំង5នេះណា Some verb can be written with double or not double គេថាកិរិយាសព្ទខ្លះគឺអាចសរសេរជាមួយនឹង
ដាក់ពីរដងក៏បានមិនបាច់ដាក់ក៏បានណា example ឧទាហរណ៍ travel នេះធ្វើដំណើរអញ្ចឹងមាន L ភ្ជញ្ជនៈ E ជា vowel ជាស្រៈ V ជា consonant ជាភ្ជញ្ជនៈអញ្ចឹងភ្ជញ្ជនៈពីរអមស្រៈមួយនៅកណ្ដាលទៀតហើយប៉ុន្តែដល់ពេលយើងសរសេរការធ្វើដំណើរគឺយើងអាចសរសេរបានឬក៏កំពុងធ្វើដំណើរនេះយើងអាចសរសេរបានពីរយ៉ាង traveling បើសិនជាអង់គ្លេសតាមបែបអាមេរិកតាមបែបជនជាតិអង់គ្លេស UK នេះ United Kingdom អញ្ចឹងគឺយើងដាក់អក្សរ L មួយទៀតមកយើង double មកតាមក្បួនយើងណាប៉ុន្តែបើតាមអាមេរិកគឺគេអត់មានបន្ថែម L មួយទៀតទេ traveling ថាម៉ែនជាយោចំណុចនេះគឺបងប្អូនត្រូវចំណាំទៀតហើយណាត្រូវចំណាំអូខេ quarrel នេះមានន័យថាចំនួនឬក៏ជា verb ប្រែថាឆ្លោះគ្នាណាឆ្លោះអញ្ចឹងពាក្យ quarrel នេះគឺយើងត្រូវបើតាមក្បួនគឺយើងត្រូវបន្ថែមអក្សរ L មួយទៀតណាអញ្ចឹងបើតាមបែបអង់គ្លេសគឺគេត្រូវបន្ថែម quarreling អូខេប៉ុន្តែបើតាមអង់គ្លេសតាមបែបអាមេរិកគឺយើងអត់មានបន្ថែមអីទេគឺយើងបូក ing យកតែម្ដង quarreling អូខេអញ្ចឹងអ្វីដែលខ្ញុំបានសរសេរនៅត្រង់ចំណុចនេះបងប្អូនត្រូវចាំណាត្រូវចាំវាមានលក្ខណៈខុសប្លែកគេបន្តិចអូខេតោះឥឡូវយើងចូលដល់ចំណុចមួយទៀតនៅពេលនេះគឺយើងរៀនសិក្សាទៅលើកិរិយាសព្ទមួយចំនួនដែលมันអាចប្រើប្រាស់ជាមួយនឹងកិរិយាសព្ទនៅក្នុងទម្រង់ present continuous tense បាននោះទេ some verb that we cannot use in present continuous tenseអូខេអញ្ចឹងកិរិយាសព្ទដែលយើងបានឃើញនៅក្នុងប្រអប់នេះគឺយើងមិនអាចប្រើប្រាស់ជាមួយ present continuous tense បានទេកិរិយាសព្ទទាំងនោះរួមមាន think គិត forget ភ្លេច know ស្គាល់ឬដឹង need ត្រូវការ understand យល់ consider គិតពិចារណា believe ជឿ forget ភ្លេច recall រំលឹកឡើងវិញ belong to ជាកម្មសិទ្ធិឬក៏ជារបស់agree យល់ព្រម detest ស្អប់ខ្ពើម trust ជឿទុកចិត្ត wish បួងសួងឬក៏ប្រាថ្នា love ស្រឡាញ់ hate ស្អប់ like ចូលចិត្ត dislike មិនចូលចិត្ត remember ចងចាំ notice កត់សម្គាល់ prefer ចូលចិត្ត distrust មិនទុកចិត្ត own differ ខុសគ្នាផ្សេងពីគ្នា deserve សមនឹងទទួលបាន doubt ការមានន័យសង្ស័យ doubt សង្ស័យ suppose ឧបមា feel មានអារម្មណ៍ smell ធំក្លិន want ចង់ depend អាស្រ័យលើ disagree មិនយល់ស្របតាម mean មានន័យ see ឃើញ taste មានរសជាតិ hear ឮ have មាន refuse បដិសេធ appear លេចឡើងអញ្ចឹងក្រុមកិរិយាសព្ទដែលយើងបានឃើញនេះគឺมันអាចប្រើប្រាស់ជាមួយនឹង present continuous tense បាននោះទេតោះឥឡូវយើងក៏លេចមើលឧទាហរណ៍មួយចំនួន some example នេះ some example about verb that we can use in present continuous tense មានន័យថាឧទាហរណ៍ខ្លះជាមួយនឹងកិរិយាសព្ទដែលយើងមិនអាចប្រើប្រាស់ជាមួយ present continuous tense បានជាមួយនឹង present កំពុងបន្តបាន we can say យើងអាចនិយាយណាកន្លែង we can say នេះគឺយើងអាចនិយាយឧទាហរណ៍យើងអាចនិយាយថា I love her ខ្ញុំស្រឡាញ់នាង I love her ខ្ញុំស្រឡាញ់នាង we cannot say យើងមិនអាចនិយាយថា I am loving her ខ្ញុំកំពុងស្រឡាញ់នាងនោះទេណាអញ្ចឹងកន្លែងដែលខ្ញុំសរសេរថា we can say ហ្នឹងកន្លែងនេះគឺយើងអាចនិយាយថាអញ្ចឹងបានប៉ុន្តែកន្លែងដែលខ្ញុំសរសេរថា we cannot say ហ្នឹង we can't say ហ្នឹងគឺមានន័យថាយើងមិនអាចនិយាយបានអញ្ចឹង love នេះគឺជាចម្ពោះកិរិយាសព្ទដែលមាននៅក្នុងចម្ពោះកិរិយាសព្ទមិនអាចប្រើប្រាស់ជាមួយ present continuous tense បាននោះទេ
ដូច្នេះនៅពេលដែលបងប្អូនចង់និយាយគឺបានត្រឹមតែប្រើក្នុង present simple តែប៉ុណ្ណោះ I love her ខ្ញុំស្រឡាញ់នាងណាយើងមិនអាចនិយាយថា I am loving her ខ្ញុំកំពុងស្រឡាញ់នាងបាននោះទេដោយសារ love នេះគឺគេមិនអាចប្រើមួយ present continuous tense ចឹងបានទេឥឡូវយើងមើលចំណុចតទៀត he understands គាត់យល់ he understand គាត់យល់អញ្ចឹងយើងមិនអាចនិយាយថា he is understanding គាត់កំពុងយល់នោះទេដោយសារតែ understand នេះគឺជាកិរិយាសព្ទដែលមិនអាចប្រើប្រាស់ជាមួយនឹង present continuous tense បានអញ្ចឹងគឺយើងមិនអាចនិយាយថា he is understanding បានទេអញ្ចឹងគេគូសចោលហើយបើយើងសរសេរមានន័យថាវាខុសហ្នឹងកន្លែងហ្នឹង she likes cat នាងចូលចិត្តឆ្មាយើងមិនអាចនិយាយថា we can't say យើងមិនអាចនិយាយថា she is liking cat នាងកំពុងចូលចិត្តឆ្មានោះទេបើសិនជាបងប្អូនចង់និយាយថានាងចូលចិត្តឆ្មាប្រើនៅក្នុង present simple ធម្មតាមក she likes cat ប៉ុន្តែយើងមិនអាចនិយាយថា she is liking cat មិនអាចប្រើជា present continuous អញ្ចឹងបានទេ we can say យើងអាចនិយាយថា they know him ពួកគេស្គាល់គាត់កិរិយាសព្ទ know មិនអាចប្រើជាមួយ present continuous tense បានទេអញ្ចឹងយើងមិនអាចនិយាយថា they are knowing him ពួកគេកំពុងស្គាល់គាត់នោះទេអញ្ចឹងយើងមិនអាចនិយាយបានទេដោយសារកិរិយាសព្ទ know នេះមិនអាចប្រើមួយ present continuous tense បានពេលដែលយើងយកមកប្រើគឺខុសអញ្ចឹងគេគូសចោលទេ I believe in ghost ខ្ញុំជឿខ្មោចមានន័យខ្ញុំជឿរឿងខ្មោចអញ្ចឹងកិរិយាសព្ទ believe នេះគឺយើងមិនអាចប្រើនៅក្នុង present continuous tense បានទេ I am believing in ghosts អញ្ចឹងខ្ញុំកំពុងតែជឿរឿងខ្មោចគឺមិនអាចបាននោះទេអូខេ you forget money អ្នកភ្លេចលុយអញ្ចឹងនៅពេលដែលយើងប្រើជាមួយ present continuous tense you forgetting money អ្នកកំពុងភ្លេចលុយយើងមិនអាចប្រើជា present continuous អញ្ចឹងបាននោះទេ we can say យើងអាចនិយាយថា it want food វាចង់បានអាហារអញ្ចឹងយើងមិនអាចនិយាយថា it is wanting food វាកំពុងតែចង់បានអាហារនោះទេដោយសារតែកិរិយាសព្ទដែលយើងបានសរសេរនេះគឺជាកិរិយាសព្ទមិនអាចប្រើជាមួយ present continuous tense បានគឺវាតកតងជាមួយនឹងកិរិយាសព្ទដែលតកតងជាមួយផ្លូវចិត្តមួយចំនួនដែលភាសាអង់គ្លេសហៅថា mentals តទៀតតI see a lot of cats ខ្ញុំឃើញឆ្មាជាច្រើននៅពេលដែលបងប្អូនចង់និយាយជា present continuous I'm seeing a lot of cats គឺមិនបានទេមិនខ្ញុំកំពុងឃើញឆ្មាច្រើនទេបងប្អូននិយាយថាខ្ញុំឃើញឆ្មាច្រើនទៅគឺបានហើយជា present simple it smell good នេះគឺមានន័យថាវាមានក្លិនល្អឬក៏វាធំក្លិនល្អអញ្ចឹង smell នេះមិនអាចប្រើជាមួយ present continuous tense បានទេនៅពេលដែលយើងប្រើជាមួយ present continuous tense ចេះ it is smelling good គឺវាខុសណាវាកំពុងធំក្លិនល្អធំក្លិនឈ្ងុយមិនបានទេណាគូចោលហើយ I agree with you ខ្ញុំយល់ព្រមជាមួយអ្នកអញ្ចឹងកិរិយាសព្ទ agree នេះក៏គេមិនអាចប្រើជាមួយ continue បានដែរអញ្ចឹងនៅពេលដែលយើងនិយាយ I am agreeing with you ខ្ញុំកំពុងតែយល់ស្របជាមួយអ្នកគឺមិនបានទេមិនអាចប្រើជាមួយ present continuous tense ចឹងបានទេណា she trusts you នាងជឿជាក់លើអ្នកអញ្ចឹង trust នេះកិរិយាសព្ទជឿជាក់នេះគឺក៏មិនអាចប្រើជាមួយ present continuous tense បានដែរអញ្ចឹងយើងមិនអាចនិយាយថា she is trusting you នាងកំពុងតែជឿជាក់លើអ្នកនោះបានទេ I hear a noise ខ្ញុំឮសំឡេងមួយមានន័យ noise នេះគឺសំឡេងឡូឡាណា I hear a noise ខ្ញុំឮសំឡេងឡូឡាមួយ we can't say យើងមិនអាចនិយាយថា I am hearing a noise ខ្ញុំកំពុងតែឮសំឡេងឡូឡានោះទេពីព្រោះកិរិយាសព្ទ hear នេះมันអាចយកទៅប្រើជា present continuous tense ចឹងបានទេណាមួយទៀតគឺ we can say យើងអាចនិយាយថា it belong to me វាគឺជារបស់ខ្ញុំអញ្ចឹងកិរិយាសព្ទ belong នេះយើងមិនអាចយកទៅប្រើជា present continuous tense បានទេព្រោះវាជាប្រភេទកិរិយាសព្ទទាក់ទងទៅនឹងកម្មសិទ្ធិយើងមិនអាចនិយាយថា it is belonging to me វាកំពុងតែជាកម្មសិទ្ធិរបស់ខ្ញុំបាននោះទេដូច្នេះសង្ឃឹមថាបងប្អូនយល់អំពីកិរិយាសព្ទមួយចំនួនដែលមិនអាចប្រើប្រាស់ជាមួយនឹង present continuous tense បាន
ប៉ុន្តែយើងអាចប្រើប្រាស់វានៅក្នុងទម្រង់ present simple ធម្មតាបានគឺ subject បូកជាមួយ verb ធម្មតាប៉ុន្តែយើងមិនអាច we cannot say យើងមិនអាចយកវាទៅប្រើជាមួយនឹង present continuous tense ចឹងបានទេណាអញ្ចឹងឃើញកន្លែងហ្នឹងឃើញគេគូសចោលទេដោយសារថាកិរិយាសព្ទអស់ហ្នឹងมันអាចយកទៅប្រើជាមួយ present continuous tense បានទេអូខេត្រង់ចំណុចនេះសង្ឃឹមថាបងប្អូនយល់តោះឥឡូវយើងសិក្សាទៅលើចំណុចនៃមេរៀនរបស់យើងបន្តទៀតដើម្បីឲ្យវាកាន់តែច្បាស់ណាឥឡូវចំណុចដែលយើងប្រើដែលយើងនឹងត្រូវសិក្សានេះគឺយើងនឹងសិក្សាទៅលើការប្រើប្រាស់របស់វាដែលភាសាអង់គ្លេសហៅថា the uses of present continuous ការប្រើប្រាស់នៃ present continuous តើ present continuous នឹងគេប្រើវាយ៉ាងម៉េចអញ្ចឹងទម្រង់មួយការមួយដែលបងប្អូនសិក្សាត្រូវតែដឹងអំពីការប្រើប្រាស់របស់វាថាវាខុសគ្នាម៉េចណាដែលការក្នុងភាសាអង់គ្លេសទាំងប្រមាណតោះឥឡូវយើងក្លែងមើល we use the present continuous for things that are happening now អញ្ចឹងយើងប្រើប្រាស់ present continuous នេះគឺសម្រាប់រឿងរ៉ាវផ្សេងដែលកំពុងកើតមានឡើងឥឡូវនេះគឺមានន័យថាឥឡូវហ្នឹងគឺមានន័យថាពេលដែលយើងកំពុងតែនិយាយហ្នឹងណាអូខេ example ឧទាហរណ៍ I am teaching now ខ្ញុំកំពុងបង្រៀនឥឡូវនេះឥឡូវយើងក្លែងមើលឥឡូវហ្នឹងនេះឃើញមានន័យថាកំពុងបង្រៀនអូខេរូបភាពដែលយើងឃើញគឺកំពុងបង្រៀនអត់មានអង្គុយលេងឈរឬក៏កំពុងតែដេកនោះទេបើយើងមើលឃើញអង្គុយឥឡូវហ្នឹងគឺយើងនិយាយពាក្យថាកំពុងអង្គុយឥឡូវហ្នឹងបើមើលឃើញថាបរៀនឥឡូវហ្នឹងគឺយើងអាចប្រើ continuous tense ថាកំពុងបង្រៀនឥឡូវហ្នឹងណាអញ្ចឹង present continuous tense នេះគឺគេប្រើសម្រាប់សកម្មភាពមួយកំពុងកើតមានឡើងខណៈពេលដែលយើងកំពុងតែនិយាយវាមានន័យថាជាចំណុចនៃពេលវេលាណាវាមានចំណុចនៃពេលវេលាឥឡូវហ្នឹងអូខេ They are eating in restaurant now ពួកគេកំពុងហូបនៅក្នុងភោជនីយដ្ឋានឥឡូវនេះអញ្ចឹងយើងឃើញរូបភាពនេះឥឡូវហ្នឹងពួកគេកំពុងហូបនៅក្នុងភោជនីយដ្ឋានណាអញ្ចឹងយើងឃើញភ្លាមយើងថាភ្លាម They are eating in a restaurant now She is sitting on the bench She is sitting on the bench នាងកំពុងតែអង្គុយនៅលើបង់ឥឡូវយើងកលេចមើលរូបភាពនេះគឺនាងកំពុងតែអង្គុយនៅលើបង់អញ្ចឹងហីណែអង្គុយនៅលើបង់ណាអត់មានធ្វើអីផ្សេងក្រៅពីអង្គុយទេបើសិនជាមិនកំពុងអង្គុយលើបង់គឺយើងមិនអាចនិយាយថាមិនអាចប្រើប្រាស់ present continuous tense អញ្ចឹងបានទេណាអញ្ចឹងតើតែសកម្មភាពនឹងឃើញភ្លាមថាភ្លាមឥឡូវហ្នឹងបានយើងអាចប្រើ present continuous tense បាន They are working at the moment ពួកគេកំពុងតែធ្វើការ at the moment ហ្នឹងប្រែថាខណៈពេលនេះឥឡូវយើងមើលខណៈពេលនេះមានន័យថាឥឡូវហ្នឹងពួកគេកំពុងធ្វើការយើងឃើញរូបភាពហ្នឹងឃើញគាត់កំពុងធ្វើការមែនទេអញ្ចឹងកាលណាយើងឃើញភ្លាមថាភ្លាមអញ្ចឹងគឺយើងអាចប្រើ present continuous tense បានណាអូខេសង្ឃឹមថាបងប្អូនយល់ត្រង់ចំណុចនេះអំពីការប្រើប្រាស់របស់ present continuous tense មានន័យថាកាលណាសកម្មភាពមួយកំពុងកើតមានឡើងហើយយើងបានឃើញយើងនិយាយភ្លាមណាជាចំណុចពេលវេលាឥឡូវហ្នឹងភ្លាមជា present ជាបច្ចុប្បន្នឥឡូវហ្នឹងជាខណៈពេលឥឡូវហ្នឹងយើងអាចប្រើ present continuous tense បានណាឧទាហរណ៍នេះ I am teaching now ខ្ញុំកំពុងបង្រៀនឥឡូវនេះហើយរូបភាពឯពួក they are eating in a restaurant now ពួកគេកំពុងតែញ៉ាំអាហារនៅក្នុងភោជនីយដ្ឋានឥឡូវនេះឃើញទេក្នុងរូបភាពនេះ she is eating on the bench នាងកំពុងតែអង្គុយនៅលើបង់អូខេឃើញរូបភាពនេះទេthey are working at the moment ពួកគេកំពុងតែអង្គុយនៅខណៈនេះអញ្ចឹងរូបភាពនេះណាអូខេ I hope you understand this point អញ្ចឹងសង្ឃឹមថាបងប្អូនយល់ត្រង់ចំណុចនេះតើឥឡូវយើងសិក្សាទៅលើចំណុចមួយទៀតនេះគឺការប្រើប្រាស់របស់ present continuous tense គឺមានលក្ខណៈមួយប្លែកទៀតទៅលើការនិយាយអំពីគម្រោងដែលយើងសកម្មភាពដែលនឹងកើតនៅពេលអនាគតនេះ we use present continuous to talk about the future យើងប្រើប្រាស់ present continuous ដើម្បីនិយាយអំពីអនាគតណាឧទាហរណ៍ឃើញបរិសម្នាក់នេះគាត់គិតនេះណាគាត់អត់ទាន់ធ្វើទេប៉ុន្តែគាត់គិតណាគាត់គិតថាម៉េច they are getting married on Monday អញ្ចឹងពួកគេធម្មតា present continuous tense យើងប្រើថាកំពុងពួកគេកំពុងរៀបការនៅថ្ងៃច័ន្ទប៉ុន្តែថ្ងៃច័ន្ទហ្នឹងអត់ទាន់ដល់ទេគ្រាន់តែជាការគិតរបស់គាត់ណាកំពុងតែរៀបការនៅថ្ងៃច័ន្ទអញ្ចឹងបើយើងប្រើអញ្ចឹងវាអត់ត្រូវទេព្រោះថ្ងៃច័ន្ទអត់ទាន់មកដល់អញ្ចឹងយើងត្រូវប្រើថាពួកគេនឹងរៀបការនៅថ្ងៃច័ន្ទអូខេអញ្ចឹង present continuous tense ហ្នឹងក៏អាចប្រើទៅក្នុងទម្រង់អនាគតបានដែរ
ចឹង present continuous tense គឺយើងអាចប្រើទៅក្នុងទម្រង់អនាគតបានដែរដែលអនាគតដែលនឹងកើតមានឡើងឆាប់ខាងមុខណា example ឧទាហរណ៍ they are getting married on Monday ពួកគេនឹងរៀបការនៅថ្ងៃច័ន្ទអូខេឥឡូវយើងមើលដុកទ័រម្នាក់នេះគាត់គិតថាម៉េច I am buying a big house tomorrow I am buying a big house tomorrow ខ្ញុំនឹងទិញផ្ទះមួយនៅថ្ងៃស្អែកអញ្ចឹងគឺនេះគឺជាអនាគតដែលនឹងកើតមានឡើងឆាប់ឃើញទេអញ្ចឹងមានន័យថាមិនមែនគាត់កំពុងទិញផ្ទះឥឡូវហ្នឹងទេមានន័យគាត់នឹងទិញប៉ុន្តែនឹងទិញថ្ងៃស្អែកអញ្ចឹងត្រង់ចំណុចនេះយើងមិនអាចប្រើថាគាត់កំពុងទិញផ្ទះធំមួយនៅថ្ងៃស្អែកបានទេអញ្ចឹងយើងអាចប្រើថាគាត់នឹងទិញផ្ទះធំមួយនៅថ្ងៃស្អែក I am buying a big house tomorrow ខ្ញុំនឹងទិញផ្ទះធំមួយនៅថ្ងៃស្អែកអូខេសង្ឃឹមថាបងប្អូនយល់ត្រង់ចំណុចនេះទាំងអស់គ្នាអញ្ចឹង present continuous tense ដែលយើងប្រើទម្រង់ be បូកជាមួយនឹង going to ដើម្បីនិយាយអំពីសកម្មភាពដែលមានគម្រោងគិតទុកទៅអនាគតឥឡូវយើងកន្លែងមើលត្រង់ចំណុចនេះto be បូកជាមួយនឹង going ហើយកន្លែងត្រង់ចំណុចនេះគឺយើងដាក់ verb ណា verb អីក៏បានដែរដើម្បីនិយាយអំពីអនាគតដែលយើងបានគ្រោងទុកមុននេះគឺជាទម្រង់របស់វាណា am is are បូកជាមួយនឹង going to ទាំងអស់ហ្នឹងគឺយើងប្រែថានឹងអូខេយើងនឹងធ្វើអីមួយដោយយើងបានគិតទុកមុនទៅពេលអនាគត example I am going to visit Angkor Wat next week ខ្ញុំនឹងទស្សនាប្រាសាទអង្គរវត្តនៅសប្តាហ៍ក្រោយមានន័យថាយើងមិនប្រើថាខ្ញុំកំពុងទស្សនាប្រាសាទអង្គរវត្តនៅសប្តាហ៍ក្រោយនោះទេអញ្ចឹងយើងប្រើ going to មានន័យថា verb to be am is are បូកជាមួយនឹង going to ដែលយើងប្រើតែមួយម៉ាត់ទេគឺពាក្យហ្នឹងប្រែថានឹងឥឡូវយើងកលេចមើលពាក្យដែលយើងគូបន្ទាត់ពីខាងក្រោមខ្ញុំនឹងអូខេ am going to ប្រែថានឹងគឺដើម្បីនិយាយអំពីគម្រោងការដែលយើងបានគិតទុកមុនទៅអនាគត visit ប្រែថាទស្សនាឬក៏ទៅលេងខ្ញុំនឹងទស្សនាប្រាសាទអង្គរវត្តនៅសប្តាហ៍ក្រោយ She is going to get married when she have a job នាងនឹងរៀបការនៅពេលដែលនាងមានការងារមួយអូខេអញ្ចឹងកន្លែងនេះគឺយើងមាន is going to យើងមិនប្រែថានាងកំពុងទៅនោះទេគឺយើងប្រែថានាងនឹងអញ្ចឹងអ្វីដែលខ្ញុំគូបន្ទាត់ពីខាងក្រោមនេះគឺប្រែថានឹងយើងប្រែតែមួយម៉ាត់ទេ is going to នោះគឺប្រែថានឹង she is going to get married នាងនឹងរៀបការ when she have a job នៅពេលដែលនាងមានការងារ they are going to study abroad next year ពួកគេនឹង are going to នឹងមិនប្រែថាកំពុងទៅទេប្រែថានឹង study សិក្សា abroad ក្រៅប្រទេស next year នៅឆ្នាំក្រោយ they are going to study abroad next year ពួកគេនឹងសិក្សាក្រៅប្រទេសនៅឆ្នាំក្រោយ my sister is going to have a party after she pass exam បងប្អូនស្រីរបស់ខ្ញុំនឹងអូខេអញ្ចឹង is going to នេះគឺប្រែថានឹងទៀតហើយមានពិធីជប់លៀងមួយ have a party នឹងមានពិធីជប់លៀងមួយ after she pass exam បន្ទាប់ពីនាងប្រឡងជាប់អញ្ចឹងយើងកលេចមើលមាន I'm going to is going to are going to is going to ផ្លាស់ជាមួយ verb បូកជាមួយ verb ផ្សេងៗណាអញ្ចឹងទាំងអស់នេះគឺយើងប្រើថានឹងយើងប្រើ going to មាន am is are បូកជាមួយ going to នេះដើម្បីនិយាយអំពីគម្រោងការដែលយើងគិតទុកមុនទៅអនាគតយើងឃើញចំណុចនេះ to talk about future plan ដើម្បីនិយាយអំពីគម្រោងការគិតទុកទៅអនាគតណាឥឡូវយើងកលេចមើលតទៀត Dara and Pisai are going to get engaged on Friday Dara និង Pisai នឹង get engaged ប្រែថាភ្ជាប់ពាក្យនៅថ្ងៃសុក្រមានន័យថាពួកគេអត់ទាន់ភ្ជាប់ទេប៉ុន្តែពួកគេមានគម្រោងនឹងភ្ជាប់អញ្ចឹងគេប្រើ are going to get engaged ភ្ជាប់ពាក្យ on Friday នៅថ្ងៃសុក្រ The school director នឹងប្រែថានាយកសាលា is going to invite teachers for a meeting អញ្ចឹងយើងប្រែថានាយកសាលានឹង is going to នឹងប្រែថានឹងយើងនិយាយអំពីគម្រោងការដែលមានការគិតទុកមុននឹងក៏អញ្ជើញ invite នឹងប្រែថាអញ្ជើញឬក៏ក៏អញ្ជើញ teachers គ្រូទាំងឡាយ
សម្រាប់ចូលរួមប្រជុំ for a meeting អូខេនេះគឺជាកម្រងណាកម្រងរបស់នាយកសាលា We are going to travel around the world ពួកយើងនឹង travel ធ្វើដំណើរ around the world ទូជុំវិញពិភពលោកពួកយើងនឹងធ្វើដំណើរជុំវិញពិភពលោក around នឹងប្រែថាជុំវិញ the world នឹងពិភពលោកណា He is going to meet his family on holiday គាត់នឹងអញ្ចឹង is going to នឹងប្រែថានឹងមិនប្រែថាគាត់កំពុងទៅទេកំពុងទៅជួបទេគាត់នឹងជួបគ្រួសាររបស់គាត់ his family on holiday នៅថ្ងៃសម្រាកអូខេអញ្ចឹងសង្ឃឹមថាបងប្អូនយល់ត្រង់ចំណុចមួយនេះវាពិសេសមែនតើដោយសារតែកាលណា verb to be មាន am is are បូក verb បូកជាមួយនឹង going to ណាបូកជាមួយ verb អីផ្សេងគឺទាំងអស់នេះប្រែថានឹងណានឹងហើយយើងនិយាយអំពីកម្រងការដែលយើងគិតទុកមុនអូខេដូច្នេះឆ្លងកាត់តាមមេរៀនដែលយើងបានសិក្សានេះគឺសង្ឃឹមថាបងប្អូនយល់ច្រើនចំណុចតោះឥឡូវយើងមើលចំណុចមួយទៀតដែលវាពិសេស We don't use present continue យើងមិនប្រើប្រាស់ present continue ឬក៏ present progressive នឹង with adverb of frequency ជាមួយនឹងគុណកិរិយាសព្ទពិសេសហ្នឹងជាមួយនឹងគុណកិរិយាសព្ទដែលបញ្ជាក់អំពីភាពញឹកញាប់ណា adverb of frequency មានន័យថាគុណកិរិយាសព្ទដែលបញ្ជាក់អំពីភាពញឹកញាប់អញ្ចឹងយើងអត់ប្រើជាមួយពួកគុណកិរិយាសព្ទទាំងនោះទេឥឡូវយើងមើល adverbs of frequency អញ្ចឹងគុណកិរិយាសព្ទរបស់ frequency គុណកិរិយាសព្ទដែលបញ្ជាក់ពីភាពញឹកញាប់ហ្នឹងគឺមានអីខ្លះដែលយើងមិនត្រូវប្រើប្រាស់ជាមួយវាមាន always ជានិច្ចកាល usually ជាធម្មតា often ជាញឹកញាប់ sometimes ពេលខ្លះ occasionally ម្ដងម្កាល seldom កម្រ rarely នឹងក៏ប្រែថាកម្រដែរ never នឹងគឺប្រែថាមិនដែលអញ្ចឹងពាក្យទាំងអស់ដែលនៅក្នុងប្រអប់នេះគឺជាប្រភេទនៃកិរិយាសព្ទ adverb of frequency អញ្ចឹងយើងមិនអាចប្រើប្រាស់ present continuous ជាមួយពាក្យអស់នេះបានទេពីព្រោះពាក្យនេះគឺវាបញ្ជាក់អំពីអ្វីដែលយើងធ្វើជាប្រចាំធ្វើជារឿយៗឬក៏អ្វីមួយដែលយើងមិនដែលធ្វើសោះវាជាទម្រង់របស់ present simple បើសិនជាយើងប្រើវាជាមួយនឹង present simple គឺបានណាប៉ុន្តែយើងមិនអាចប្រើវាជាមួយ present continuous tense បាននោះទេ We don't say យើងមិនអាចនិយាយថា I am forgetting cooking food ខ្ញុំជាញឹកញាប់កំពុងភ្លេចការចម្អិនអាហារបានការចម្អិនអាហារនោះទេគឺយើងមិនអាចប្រើពាក្យ often នេះជាមួយនឹង present continuous tense បានទេព្រោះពាក្យ often នេះវាគឺជាប្រភេទ adverb of frequency ដែលមាននៅក្នុងប្រអប់នេះណាយើងមិនអាចប្រើបានអូខេ He is never singing គាត់មិនដែលច្រៀងអញ្ចឹង never គឺជា adverb of frequency អញ្ចឹងយើងមិនអាចប្រើមួយ present continuous អញ្ចឹងបានទេឥឡូវយើងកលេចមើលមួយទៀត They are usually studying ពួកគេជាធម្មតាកំពុងសិក្សាអញ្ចឹងយើងមិនអាចយក adverb of frequency នឹងប្រើជាមួយ present continuous tense អញ្ចឹងបានទេអូខេអញ្ចឹងសង្ឃឹមថាបងប្អូនយល់នៅត្រង់ចំណុចនេះណាប៉ុន្តែ notice កត់សម្គាល់តោះ notice ចំណុចកត់សម្គាល់អ្វីដែលយើងគួរកត់សម្គាល់ we can use always with present continuous to express feeling with someone doing something again and again and it make you feel unhappy and annoyed about it យើងអាចប្រើពី always ណាយើងអាចប្រើពី always នេះជាមួយនឹង present continuous tense បានដើម្បីបង្ហាញអំពីអារម្មណ៍ជាមួយនឹងនរណាម្នាក់ដែលធ្វើរឿងដដែលហើយវាធ្វើឲ្យអ្នកមានអារម្មណ៍មិនសប្បាយចិត្តឬក៏មានអារម្មណ៍ថាមួម៉ៅអំពីវា She is always borrowing my pen នាងជានិច្ចកាលខ្ចីប៊ិចរបស់ខ្ញុំណាអញ្ចឹងនៅពេលដែលមាននរណាម្នាក់ខ្ចីប៊ិចយើងខ្ចីម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតដដែលយើងអត់សប្បាយចិត្តមានតែយើងមួម៉ៅអញ្ចឹងយើងអាចនិយាយថា She is always borrowing my pen នាងខ្ចីប៊ិចខ្ញុំរហូតណាប៉ុន្តែពាក្យដែលយើងនិយាយចេញមកនេះគឺមានន័យថាសំដៅនឹងការមួម៉ៅណា
mình menប្រយោគធម្មតានេះគឺជាប្រយោគមួម៉ៅចេញពីអារម្មណ៍មួម៉ៅរបស់យើងឃើញក្នុងរូបភាពនេះណាបរិសម្នាក់នេះគាត់មួម៉ៅអូខេដោយសារតែនរណាម្នាក់នឹងធ្វើរឿងដដែលឲ្យគាត់មិនសប្បាយចិត្តអញ្ចឹងយើងអាចប្រើថា she is always borrowing my pen អញ្ចឹងទៅណា you are always talking អ្នកនិយាយណាឧទាហរណ៍បើយើងប្រើភាសាខ្មែរវិញថាណែនិយាយរហូតអញ្ចឹងនៅពេលដែលណាម្នាក់និយាយម្ដងហើយម្ដងទៀតនិយាយម្ដងហើយម្ដងទៀតយើងមានអារម្មណ៍មិនសប្បាយចិត្តឬក៏មួម៉ៅអញ្ចឹងយើងអាចប្រើ present continuous tense ដោយមាន always បូកជាមួយ always មក you are always talking you are always talking អូខេណែនិយាយរហូតអញ្ចឹងទៅណា they are always singing ពួកគេជានិច្ចកាលគឺច្រៀងអញ្ចឹងយើងអាចប្រើ always នេះជាមួយ present continuous tense អញ្ចឹងករណីដែលយើងមិនសប្បាយចិត្តឬក៏មួម៉ៅទៅនឹងសកម្មភាពរបស់ណាម្នាក់ដែលធ្វើអីដដែលឧទាហរណ៍នៅក្នុងថ្នាក់អញ្ចឹងយើងមិនអាចរៀនបានដោយសារពួកគេនាំគ្នាច្រៀងអញ្ចឹងយើងអាចនិយាយថា they always singing ពួកគេជានិច្ចកាលច្រៀងមានន័យថាយើងអត់ចូលចិត្តយើងមិនសប្បាយចិត្តឬក៏យើងមួម៉ៅអំពីការច្រៀងហ្នឹងណាយើងឃើញក្នុងរូបភាពនេះនៅពេលដែលយើងប្រើពាក្យ always បូកជាមួយនឹង present continuous tense គឺសំដៅនៅអារម្មណ៍មួម៉ៅឬក៏មិនសប្បាយចិត្តទៅនឹងណាម្នាក់ដែលធ្វើអីដដែលជាមួយយើងអូខេដែលប៉ះពាល់ដល់អារម្មណ៍យើងអញ្ចឹងសូមអរគុណសម្រាប់ការតាមដានទស្សនានៅមេរៀនមួយនេះហើយបើសិនជាបងប្អូនចង់រៀនភាសាអង់គ្លេសសូមកុំភ្លេចចូល YouTube បន្តមកគឺយើងវាយអក្សរម៉ានិតកូនខ្មែរដកឃ្លាបន្តិចទៅអង្គរអូខេអញ្ចឹងយើងចុចទៅ search ទៅយើងឃើញមានវីដេអូច្រើនដែលទាក់ទងទៅនឹងការរៀនភាសាអង់គ្លេសរបស់យើងហើយបន្តមកបងប្អូនកុំភ្លេច subscribe អ្វីដែលបងប្អូនត្រូវចាំអ្វីដែលបងប្អូនគួរគឺសូមមេត្តាជួយចុច subscribe មកពីព្រោះថា subscribe គឺវាមានសារៈសំខាន់នៅពេលដែលបងប្អូនចុច subscribe ទៅលើវីដេអូរបស់ខ្ញុំគឺមានន័យថាអ្វីដែលខ្ញុំមានមេរៀនដែលខ្ញុំបង្ហោះថ្មីគឺវាតែងតែលោតចូលទៅក្នុងទំព័រនៃ YouTube របស់លោកអ្នកដោយស្វ័យប្រវត្តិអញ្ចឹងបើមានអ្វីថ្មីគឺវាចូលទៅភ្លាមៗអញ្ចឹងបងប្អូនអាចចុចមើលឬក៏ចុចរៀនបានបាទសូមអរគុណសម្រាប់ការតាមដានទស្សនានៃវីដេអូមួយនេះជួបគ្នានៅមេរៀនលើកក្រោយបាយបាយ